bạn chỉ điệp xuống thời ní mau bị tình đọc chút ngày sau chỗ đó ngày sau ấy từ ngày tí pi hay trong đi gì đấy nơi mau bị tình đọc bạn không khai pram ngày tí pi mau bị tình đọc giúp ngày tí pi khai pram năm pi pon một phẩy mùiខ្ញុំចង់និយាយអំពីរឿងជួយឧបត្ថម្ភទាំងហាលសាលាឬក៏សុភៅឬក៏សម្លៀកបំពាក់បាទហើយខ្ញុំក៏បាននិយាយដែរថាខ្ញុំអត់បានជួយទៅតាមបណ្ដាខេត្តទេបាទក៏តែមានគ្រូមួយនៅខេត្តកំពង់ចាមគាត់បានឆាតមកខ្ញុំផ្ទាល់ក៏ប៉ុន្តែខ្ញុំអត់និយាយពីឈ្មោះគាត់ទេខ្ញុំដឹងថាហើយគឺខ្ញុំប្រាប់បានត្រឹមថាគាត់ជាគ្រូនាយកនៅសាលាបឋមសិក្សាមួយកន្លែងតែខ្ញុំអត់និយាយឈ្មោះសាលានោះទេហើយក៏បាននិយាយស្រុកដែរគាត់ប្រាប់ខ្ញុំទាំងអស់ក៏ប៉ុន្តែខ្ញុំអត់និយាយទេទុកគេឈ្មោះជូនគាត់តែដឹងថាគាត់រស់នៅគាត់ធ្វើជាគ្រូនៅទឹកដីខេត្តកំពង់ចាមបាទហើយខ្ញុំក៏បានប្រាប់គាត់ថាការជួយនឹងខ្ញុំអត់បានជួយទេហើយខ្ញុំបាននិយាយនៅវីដេអូក្រោយដែលខ្ញុំជួយដង្ហាលទៅសាលាមួយកន្លែងណាលោកគ្រូខ្ញុំបាននិយាយថាខ្ញុំរស់នៅទឹកដីសៀមរាបនឹងខ្ញុំជួយតែទឹកដីខ្ញុំទេហើយក៏ខ្ញុំក៏មិនប្រកាសថាខ្ញុំមិនជួយទៅតាមបណ្ដាខេត្តដែរខ្ញុំរស់នៅទឹកដីនេះខ្ញុំនឹងជួយក្នុងខេត្តខ្ញុំអស់ពីសមត្ថភាពគ្រប់សាលាណាដែលគាត់ខ្វះខាតឬក៏សាលាដែលក្រខ្សត់បាទគឺខ្ញុំបាននិយាយប្រាប់គាត់អញ្ចឹងហើយគាត់ក៏សុំទោសហើយក៏គាត់បាននិយាយថាថ្ងៃណាមួយខ្ញុំនៅតែសង្ឃឹមថាខ្ញុំនឹងអាចរកជំនួយទៅជួយដល់សាលាគាត់ហើយក៏នឹងបានជួបមុខគ្នាផ្ទាល់ដែរហើយខ្ញុំក៏បានសង្ឃឹមថាដល់ថ្ងៃហ្នឹងនឹងបានជួបគាត់ដែរក៏ប៉ុន្តែគាត់ថាមើលទៅប្រហែលជាមិនអាចទេព្រោះទឹកដីដែលខ្ញុំរស់នៅគឺជាទឹកដីដ៏ល្អប្រពៃខ្ញុំរស់នៅខេត្តនេះគឺខ្ញុំស្រឡាញ់ខេត្តខ្ញុំធ្វើបាត់ថានៅតាមបណ្ដាស្រុកនៅក្នុងទឹកដីខេត្តសៀមរាបនេះមាន12ស្រុកពី10ស្រុកដករុនត្អែកចេញដែលតាមនៅប្រកាសថ្មីខ្ញុំអត់ទាន់រាប់ចូលទេហើយគឺសាលាគឺខ្វះច្រើនណាខាងស្រុកអង្គរធំនឹងខ្ញុំទៅជួយគាត់ដូចជា2ឆ្នាំមុន3ឆ្នាំមុនអញ្ចឹងជួនសម្លៀកបំពាក់ខ្វះខាតណាបាទខាងស្រុកអង្គរធំខាងស្រុកសូននិគមខាងស្រុកកំណើតខ្ញុំផ្ទាល់សុទ្ធតែសម្បូរអ្នកអត់ណាបាទសម្បូរអ្នកអត់មិនមែនសម្បូរអ្នកក្រទេណាសម្បូរសាលាដែលគាត់រៀនក្រខ្សត់ដែរបាទហើយវីដេអូនេះរៀងវែងដែរហើយក៏សូមផ្ដាំទៅលោកគ្រូដែលកើតរស់នៅខេត្តកំពង់ចាមហ្នឹងសូមភ័យទោសផងគឺខ្ញុំមិនអាចជួយលោកគ្រូបានទេព្រោះនៅទឹកដីខ្ញុំនេះខ្ញុំជួយអត់ទាន់អស់គ្រប់សាលានោះទេច្រើនណាស់ទឹកដីស្រុកសាទបកូខ្ញុំសំទោសទឹកដីខេត្តសៀមរាបខ្ញុំមានច្រើនស្រុកហើយក៏មានច្រើនសាលាមិនថាអនុមិនថាបឋមមិនថាវិទ្យាល័យគឺមានច្រើនណាស់ខ្ញុំសង្ឃឹមថា
ខ្ញុំនឹងអាចជួយទៅលោកគ្រូបានលុះត្រាណាតែខ្ញុំនឹងល្បីខ្លាចទៅជាមនុស្សមួយល្បីនៅក្នុងបណ្ដាញសង្គមទាំង TikTok ទាំង YouTube ទាំង Facebook page បាទដូច្នោះពេលនោះខ្ញុំនឹងអាចឈានជើងចេញពីខេត្តសៀមរាបបានដើម្បីទៅធ្វើដំណើរទៅជួយដល់សាលាក្រៅខេត្តខ្ញុំទៀតបាទគឺខ្ញុំក៏ចង់ជួយដែរក៏តែគាត់ថាសូម្បីតែទឹកដីខ្ញុំផ្ទាល់ផងខេត្តខ្ញុំផ្ទាល់ផងខ្ញុំសុំលុយពីសិស្សបរិជនតឹងណាវាតាមធម្មតាទេយើងអ្នកសុំសិស្សបរិជនអ្នករោអញ្ចឹងយើងទៅសុំលុយពួកគាត់តឹងណាព្រោះគាត់រោពិបាកដែរគាត់មិនមែនស្ដោះទឹកលុយស្ដោះចេញលុយទេណាស្ដោះផើយមកចេញលុយក៏ដកខូចចេញលុយនោះទេបាទគឺគាត់ទៅបម្រើការងារស៊ីប្រាក់ខែមេតាមក្រុមហ៊ុនរត់អីចឹងទៅអាចសង្សុំបានតែយើងអាចសុំបានតែគាត់មិនអាចឲ្យយើងបានទេដោយសារតែអីដោយសារតែគាត់រត់បានប្រាក់ខែគាត់តិចតួចបើជួយយើងទាំងហាលមួយជួយយើង$10 $20ជួយយក$10នឹងយើងនិយាយថាអ្នកដែលគាត់ប្រាក់ខែតិចណាហើយចូលគាត់យក$10ជូនយើងគាត់ត្រូវចំណាយអស់ប្រហែលទៀតយក$10ដែលត្រូវចំណាយប្រចាំថ្ងៃគាត់នឹងបានប៉ុណ្ណាខ្ញុំសុំនឹងគឺជ្រៃអស់លីងហើយបាទហើយវីដេអូនេះក៏ខ្ញុំសូមនិយាយម្ដងទៀតដែរថាការជួយទង្វើខ្ញុំដែលជួយទៅលើសាលាហ្នឹងគឺខ្ញុំជួយអស់ពីចិត្តទាំងសុំលុយសុបរជនទាំងលុយខ្ញុំផ្ទាល់គឺខ្ញុំជួយដោយសប្បាយចិត្តមិនស្ដាយសំបីតែ1រៀលនឹង1រៀលនឹង100នឹងគឺខ្ញុំនិយាយលុយខ្ញុំផ្ទាល់ទៅបាទហើយក៏សូមអរគុណសុបរជនទាំងអស់ដែលគាត់បានជឿជាក់លើខ្ញុំបាទគឺខ្ញុំលួចពួកគាត់ទេដើម្បីអីក្រែងថ្ងៃក្រោយខ្ញុំសុំលុយខិតបានម្ដងទៀតវីដេអូនេះចូល8នាទីហើយរៀងវែងហើយខ្ញុំសង្ឃឹមថាមានអ្នកអង្គុយស្ដាប់ខ្ញុំចប់ពេញនាទីទាំងអស់ហើយខ្ញុំសូមនិយាយម្ដងទៀតសូមប្រកាសទុកជាមុនម្ដងទៀតខ្ញុំមិនអាចជួយទៅដល់សាលាផ្សេងក្រៅពីខេត្តខ្ញុំបាននោះទេតែបើខ្ញុំជួយបានលុះត្រាណាតែខ្ញុំល្បីខ្ញុំសុំលុយបានពីអ្នកមានអ្នកលក់អនឡាញបានច្រើនឧទាហរណ៍តែគាត់សុំសភៅ1000ក្បាលបើសិនជាខ្ញុំអាចសុំលុយពីសបរជនបានយកលុយទៅទិញសភៅ1000ក្បាលនៅសាលាមួយកន្លែងដែលមិនមែនជាខេត្តរបស់ខ្ញុំគឺតែខ្ញុំថាជួយគឺខ្ញុំជួយហើយក៏តែឥឡូវគឺលើសមត្ថភាពខ្ញុំលើសយកទៅឆ្ងាយយ៉ាងម្ដងឆ្លងខេត្តគឺលើសទៅម្ដងតែបើថានៅក្នុងខេត្តខ្ញុំនៅស្រុកណាក៏ខ្ញុំថាអត់ឆ្ងាយដែរព្រោះខ្ញុំអាចជ្រេទៅបានព្រោះខ្ញុំវិលវិញមកផ្ទះវិញបានយើងទៅតែ4-5ម៉ោងមកដល់ផ្ទះវិញបានទេបាទអញ្ចឹងមានអីទេគឺសូមអរគុណគឺខ្ញុំមិនអាចជួយបានទេខេត្តក្រៅខ្ញុំអត់តន់មានលុយបាទសូមអរគុណសូមជម្រាបលា